ចឹងបើយើងមើលលេខដើមនៃការចរចាកាល2026ដែលយើងទៅចរចាពីដែនគោលសម្រាប់ចេញតែ2618 billion ទេអញ្ចឹងដល់ចរចាចប់ឡើង2754 billion អាហ្នឹងឆ្នាំ2026ឥឡូវឆ្នាំ2027នេះអាពីដែនគោលលេខដែលចូលទៅចរចាដំបូងនេះគឺខ្ពស់ជាងលេខដែលចូលចរចានៅឆ្នាំ2016ទៅហើយគឺ2694 billion នោះអញ្ចឹងវាលើក75 billion បានលេខនៃការចាប់ផ្ដើមនេះយកទៅចរចាប្រៀបធៀបមួយឆ្នាំទៅគ្រាន់តែលេខចាប់ផ្ដើមហ្នឹងកើន75,000 លានហើយ75 billion ទៅហើយអញ្ចឹងបានន័យថាមិនទទួលលេខចុងក្រោយមិនថយជាងច្បាប់ថវិកាឆ្នាំ2026ទេបាទហើយបើយើងមើលនៅក្នុងការចរចាដែលយើងគ្រោងនៅក្នុងការចំណាយថវិការបស់វិស័យសង្គមគិច្ចស្របតាមក្របខ័ណ្ឌថវិការយៈពេលមធ្យម2027-2029នោះចំណាយវិស័យសង្គមគិច្ចនឹងគ្រោងកើនឡើង 3.4% សម្រាប់ឆ្នាំ2027គ្រោង 8.3% នៅឆ្នាំ2028និងគ្រោងកើនឡើង 5% នៅឆ្នាំ2029កើនជាមធ្យម2027-2029នេះគឺ 5.6%អញ្ចឹងអត់មានកន្លែងណាមួយដែលបញ្ជាក់ថារដ្ឋាភិបាលកាត់លុយពីវិស័យអប់រំនិងសុខាភិបាលដើម្បីយកទៅបង្កើនវិស័យការពារជាតិនោះទេនេះគឺខ្ញុំសូមបញ្ជាក់បាទហើយសូមបងប្អូនឈប់ព្រួយបារម្ភទៅអតិភិបសំខាន់របស់រាជរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនកម្ពុជាបកផ្សេងឡើងការបដិបត្តិទេប៉ុន្តែសម្រាប់អតិភិបដែលដឹកនាំដោយរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនព្រោះរដ្ឋាភិបាលដឹកនាំដោយបកណាអនុវត្តគោលនយោបាយរបស់គណៈបកនោះអញ្ចឹងសម្រាប់ការធានារបស់យើងគឺវិស័យសង្គមគិច្ចមានសុខាភិបាលនិងអប់រំគឺជាអាទិភាពទី1មនុស្សគឺជាអាទិភាពទី1សម្រាប់យើងហើយការចំណាយនឹងបន្តកើនតាមយ៉ាងហោចណាស់នៅក្នុង2027-2029នេះចឹងសូមកុំព្រួយបារម្ភឬមានការយល់ច្រឡំថារដ្ឋាភិបាលកាត់លុយពីអប់រំនិងសុខាភិបាលតទៅទៀតបាទឥឡូវមិនខ្ញុំនិយាយពីក្រសួងសុខាភិបាលចុះក្រសួងអប់រំមិនព្រមនិយាយតិចកាត់អប់រំទេអត់ទេអប់រំកាន់តែខុសពីសុខាភិបាលទៀតព្រោះពីដើមគោលឆ្នាំនេះកើនមិនថយទេប្រៀបធៀបទៅជាមួយនឹងអញ្ចឹងបានន័យថាឥឡូវពីដើមគោលដែលយើងយកទៅចរចាឆ្នាំ2026ពីដើមគោលដែលយើងចរចាពេលនោះគឺ4457 billion យកលេខមូល4457 billionរៀលដែលយើងចរចាចេញជាច្បាប់ថវិកាយើងបាន4474 billion បាទកើនបន្តិចអញ្ចឹងពីដើមគោលដែលយើងចាប់ផ្ដើមចរចាសម្រាប់ថវិកាឆ្នាំ2027នេះសម្រាប់វិស័យអប់រំគឺ4689 billion នោះបានន័យថាកើន231 billionគ្រាន់តែពេលចាប់ផ្ដើមរួចទៅហើយអញ្ចឹងមិនត្រឡប់ទៅផលចុងក្រោយកាន់តែកើនខ្ពស់ជាងឆ្នាំ2026ពិតប្រាកដណាស់បាទគ្រាន់តែលេខបឋមយកទៅចរចានឹងខ្ពស់ជាងច្បាប់ថវិកាសម្រាប់អប់រំឆ្នាំ2026រួចទៅហើយពេលដែលចរចានេះមិនងាយក្រសួងណាថយក្រោយមានតែកើនតែចរចាចប់ព្រោះពេលដែលគេកំណត់តួលេខពីដើមគោលទៅចរចាគឺលេខអបបរមាដែលយកទៅអ្វីដែលប្រចាំបាច់ចុងពេលចរចាមួយក្រសួងមុខតដាក់ថាឥឡូវឆ្នាំថ្មីនេះខ្ញុំមានគោលនយោបាយថ្មីអត្ថប្រយោជន៍ថ្មីអញ្ចឹងអាចុងក្រោយប្រកាសជាកើនលើកពីដើមគោលឆ្នាំ2027 4689នេះទៅហើយអញ្ចឹងសូមបញ្ជាក់ហើយបើយើងប្រៀបធៀបទៅពីដើមគោលដែលយើងយកទៅចរចានេះប្រៀបធៀបជាមួយច្បាប់ថវិកា2026សម្រាប់វិស័យអប់រំគឺកើន214,000 លាន billion ឬស្មើ53 លានដុល្លារសុខាភិបាលពីដើមគោលប្រៀបធៀបជាមួយច្បាប់ថវិកាដកបន្តិចតែអប់រំគឺកើនបាទពោះជាងអញ្ចឹងគឺសូមមានភាពជឿជាក់ចុះហើយលោកគ្រូនៅទីនេះ
ណាហើយវិស័យកីឡារបស់យើងទាំងអ្នកប្រកួតអីផ្សេងទាំងអស់ឲ្យមានលំនឹងចិត្តចុះបាទអត់កាត់ទេមានតែបន្ថែមហើយអប់រំឆ្នាំនេះអាចកើតការគួរសមផងដែរបាទ